ផ្ទះក៏ឆេះឯកប៉ាល់ក៏ជាប់គាំងពេលនេះអេស្ប៉ាញបានដើរតួជាអ្នកបង្កាត់ភ្លើងបន្ថែមទៀតដោយស្នើឲ្យសហភាពអឺរ៉ុបផ្ដាច់ការរកស៊ីជាមួយអ៊ីស្រាអែលទាំងស្រុងចំពេលដែលកិច្ចចរចាជុំទី2ត្រូវបានលុបចោលទាំងតក់ក្រហល់សេចក្តីរាយការណ៍ចេញពីគេហទំព័រ Democrat នៅថ្ងៃទី19 មេសាបានរាយការណ៍ថានាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sánchez បានប្រកាសនៅថ្ងៃអាទិត្យថារដ្ឋាភិបាលរបស់លោកនឹងស្នើជាផ្លូវការទៅកាន់សហភាពអឺរ៉ុបនៅថ្ងៃអង្គារទី21 មេសានេះដើម្បីបញ្ចប់កិច្ចព្រមព្រៀងទំនាក់ទំនងជាមួយអ៊ីស្រាអែលដែលជាចលនាការទូតដ៏ខ្លាំងក្លាបំផុតមួយរបស់មេដឹកនាំអឺរ៉ុបប្រឆាំងទៅនឹងអាកប្បកិរិយារបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមតំបន់កាហ្សានិងលីបង់លោក Sánchez បានអះអាងថាអឺរ៉ុបមិនអាចបន្តរកស៊ីជាមួយរដ្ឋាភិបាលដែលរំលោភច្បាប់អន្តរជាតិនៅកាហ្សានិងលីបង់បានទៀតទេសកម្មភាពនេះគឺជាការប៉ុនប៉ងច្របាច់កសេដ្ឋកិច្ចអ៊ីស្រាអែលពីក្រោយខ្នងចំពេលដែលអ៊ីស្រាអែលកំពុងតែទន់ដៃនៅក្នុងសំណើដែលក្រុងដាក់ទៅនេះមានប្រទេសអ៊ីរឡង់និងស្នូវេនីដែលបានគាំទ្រនិងគ្រប់ផ្ញើលិខិតរួមគ្នាទៅកាន់ប្រធានគោលនយោបាយការបរទេសអឺរ៉ុបដើម្បីត្រួតពិនិត្យឡើងវិញនៅទំនាក់ទំនងជាមួយអ៊ីស្រាអែលលើសពីនេះប្រជាជនអឺរ៉ុបជាង1លាននាក់បានចុះហត្ថលេខាទាមទារឲ្យផ្ដាច់កិច្ចព្រមព្រៀងនេះផងដែរភ្លាមបន្ទាប់មករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក ជីឌី អនសាបានវាយបកថាអេស្ប៉ាញគឺជាមនុស្សពុតត្បុតដោយលើកឡើងថាអេស្ប៉ាញជិតស្និទ្ធជាមួយរបបផ្ដាច់ការដូចជាទូគីនិងវេណេស៊ុយឡាចំណែកឯលោក Benjamin Netanyahu ក៏បានបញ្ជាឲ្យហាមឃាត់អេស្ប៉ាញមិនឲ្យចូលរួមក្នុងមជ្ឈមណ្ឌលសម្របសម្រួលសន្តិសុខនៅកាហ្សានិងបានចោទអេស្ប៉ាញថាកំពុងតែធ្វើសង្គ្រាមការទូតប្រឆាំងទៅនឹងអ៊ីស្រាអែលទោះបីជាអេស្ប៉ាញខំប្រឹងយ៉ាងណាស់ក៏ដោយក៏សំណើនេះពិបាកនឹងជោគជ័យណាស់ព្រោះវាត្រូវការយល់ព្រមពីប្រទេសសមាជិកអឺរ៉ុបទាំង27ប្រទេសទៀតបច្ចុប្បន្នប្រទេសអាល្លឺម៉ង់ហុងគ្រីនិងឆែកកំពុងតែជំទាស់នឹងរារាំងការផ្ដាច់ទំនាក់ទំនងនេះនៅឡើយទេតាក់ទងទៅនឹងរឿងសង្គ្រាមនេះដែរនៅថ្ងៃច័ន្ទទី20 មេសានេះស្ថានភាពនៅមជ្ឈមបូព៌ាបានឈានទៅដល់ចំណុចរបត់ដ៏សំខាន់មួយទៀតដោយគេហទំព័រ DW ដែលបានចេញផ្សាយនៅថ្ងៃទី20 មេសាបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអ៊ីស្ម៉ាអ៊ីល បាការីបានអះអាងថាអ៊ីរ៉ង់មិនទាន់មានគម្រោងឬសម្រេចចិត្តចូលរួមក្នុងការចរចាជុំទី2នៅឯប្រទេសប៉ាគីស្ថានឡើយអ៊ីរ៉ង់បានវាយបកវិញផងដែរថាសំណើរបស់អាមេរិកគឺជារឿងមិនពិតនិងមិនអាចទៅរួចហើយអ៊ីរ៉ង់នឹងមិនបដូរការទាមទាររបស់ខ្លួនឡើយទោះបីជាអ៊ីរ៉ង់ថាគ្មានគម្រោងតែលោកត្រាំបានបញ្ជូនបេសកជនរបស់ខ្លួនទៅដល់ទីក្រុងអ៊ីស្លាមាបាតនៅល្ងាចថ្ងៃច័ន្ទទី20 មេសានេះហើយក្នុងជំនួបជុំទី2នេះទាំងអាមេរិកនិងអ៊ីរ៉ង់សុទ្ធតែបានចោទគ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងបទជប់បាញ់អ៊ីរ៉ង់បានប្រមានថានឹងមានការសងសឹកចំពោះការដែលអាមេរិកបានរឹបអូសនាវាដឹកទំនិញរបស់ខ្លួនមិនយូរប៉ុន្មានផងគេហទំព័របណ្ឌនានៅថ្ងៃទី20 មេសាបានរាយការណ៍ថាកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់បានបង្ហោះវងដ្រូនវាយប្រហារជាច្រើនគ្រឿងចេញពីមូលដ្ឋានទ័ពរបស់ខ្លួនសំដៅទៅរកនាវាចម្បាំងអាមេរិកដែលកំពុងចល័តទ័ពនៅឈូងសមុទ្រអ៊ូម៉ង់ការប្រើប្រាស់ដ្រូននេះគឺជាយុទ្ធសាស្ត្រវាយឆ្មក់ដើម្បីបំបាក់មុខមហាអំណាចអាមេរិកនិងដើម្បីបង្ហាញថាអ៊ីរ៉ង់មានសមត្ថភាពអាចវាយលុកដល់បេះដូងនៃកងនាវាចម្បាំងដ៏ទំនើបរបស់សហរដ្ឋអាមេរិកបានគ្រប់ពេលវេលាទាំងអស់តួយ៉ាងអ្នកជំនាញយោធាបានយល់ឃើញថាការបង្ហោះវងដ្រូនរបស់អ៊ីរ៉ង់លើកនេះមិនមែនក្នុងគោលបំណងបាញ់កំទេចនាវាចម្បាំងអាមេរិកទាំងស្រុងនោះទេប៉ុន្តែគឺជាយុទ្ធសាស្ត្រវាយឆ្មក់ដើម្បីរំខាននិងបង្ខំឲ្យសហរដ្ឋអាមេរិកចំណាយគ្រាប់រ៉ុកកែតការពារខ្លួនដែលមានតម្លៃថ្លៃដើម្បីបាញ់ទម្លាក់ដ្រូនរបស់ខ្លួនដែលមានតម្លៃទាបគិតមកដល់ពេលនេះខាងបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកមិនទាន់មានបញ្ជាក់ពីការខូចខាតឬការបាត់បង់អាយុជីវិតកងទ័ពណាម្នាក់នៅក្នុងការវាយប្រហារដោយវងដ្រូននេះនៅឡើយទេមានសំណួរកើតឡើងតើផុតថ្ងៃទី22 មេសាសង្គ្រាមមួយនេះនឹងក្លាយទៅជាយ៉ាងណាខ្ញុំសំអាងវណ្ណៈ True Insider តែប្រណិតកាន់តែស្និទ្ធស្នាល Cambodia Premium Beer